ពាក្យចាស់លោកពោលថាគឺមិនដែលខុសទេពាក្យចាស់ពោលថារពឹសដៃផ្ទៃឆ្អែតប៉ុន្តែជាក់ស្ដែងវាជាការពិតឲ្យតែយើងរឯងឲ្យតែយើងអាសាមិនខ្វះទេរបស់ហូបនេះជាពិសេសគឺបន្លែប្លុកសម័យឥឡូវដូចយើងដឹងស្រាប់ហើយថាបន្លែប្លុកត្រីសាច់អីគឺសម្បូរទៅដោយជាតិគីមីទាំងអស់អញ្ចឹងហើយបានតែមនុស្សយើងម្នាក់ចេញពីជំងឺនេះចូលជំងឺនោះចេញពីជំងឺនោះចូលជំងឺនោះនិយាយទៅគឺរោគផ្លែករហូតឥឡូវដោយសារតែសារធាតុគីមីវាចេញមកពីរបស់ដែលយើងហូបជាប្រចាំថ្ងៃជាពិសេសគឺប៉ះពាល់ទៅដល់គ្រឿងក្នុងតែម្ដងនៅពេលដែលយើងទៅដល់ពេទ្យទើបដឹងថាជំងឺគឺកាច់សាហាវខ្លាំងណាស់ជាពិសេសគឺកំពុងតែវាយលុកទៅលើគ្រឿងក្នុងដោយសារតែរបស់ដែលយើងហូបចុករាល់ថ្ងៃនឹងឯងអញ្ចឹងហើយបើយើងមានដីត្នេគួរតែដាំបន្លែដាំអីទុកសម្រាប់ហូបខ្លួនឯងជៀសវាងនៃការទិញបន្លែនៅផ្សារភាគច្រើនគឺសុទ្ធតែគីមីបងប្អូនហើយអ្វីគឺសុទ្ធតែគីមីបើសិនជាយើងដាំខ្លួនឯងចេះវាល្អសម្រាប់សុខភាពតែបើសម្រាប់ខ្ញុំនេះក៏មិនប្រកាសថាមិនទិញគេទេទិញដូចតែគ្នានឹងគាត់ថាបន្លែណាដែលយើងអាចដាំបានគឺយើងដាំហូបខ្លួនឯងអញ្ចឹងណាបងប្អូនហើយឥឡូវនេះដល់ពេលដែលប្រមូលផលស្នេកហើយនឹងទៅសក់ហើយបើនិយាយពីរឿងទៅសក់ឡើងប៉ុណ្ណានៃខានមើលតែប្រហែលថ្ងៃឡើងទុំចាស់អស់រលីងថ្ងៃនេះក៏ចាប់ផ្ដើមប្រមូលបន្លែដើម្បីបេះយកទៅផ្ញើប្អូនហើយនឹងសម្រាប់ទុកបុកសណ្តែកសាច់គូខ្លួនឯងខ្លះនិយាយពីថាសណ្តែកគេនឹងទៅសក់ដាំខ្លួនឯងចេះបងប្អូនហើយឡើងផ្អែមស្រួយតែម្ដងថ្ងៃនេះគាត់មានអីវ៉ាន់អីច្រើនផ្ញើទៅប្អូនទេមានតែរបស់បន្តិចបន្តួចទេសិតតែបន្លែដែលប្រមូលពីផ្ទះសុទ្ធអត់បានទិញគេនៅផ្សារទេហើយនឹងត្រីខការីសាច់គូយោសនេះដាក់ឲ្យ 5-6 កំប៉ុងទៅខ្ញុំតែបានយកអីទៅឲ្យច្រើនទេបងប្អូនហើយយកទៅតែបន្តិចទេព្រោះយើងទិញតែបន្តិចផងអស់លុយឡើងមួយកណួរអញ្ចឹងហើយទិញតាមលទ្ធភាពមានអីគឺប្រមូលតាមផ្ទះឲ្យភាគច្រើនបើរឿងបន្លែរឿងអីគឺមិនសូវបានទិញគេទេប្រមូលឲ្យមិនថាតកួនមិនថាស្ពៃទេឥឡូវតកួននឹងស្ពៃអស់ហើយឥឡូវចូលដល់សណ្តែកម្ដងហើយយកទៅឲ្យប្អូនថ្ងៃនេះក៏មិនត្រឹមតែមានបន្លែប្លុកទេគឺមានទាំងទុរេនទៀតទុរេនដែលម្ចាស់អំណោយផ្ញើមកឲ្យប្អូនខ្ញុំពីម្ពិញ